nè na cái tha từ Japan 200ទៅម្ដងទៀតចង់ឃើញមុខណាគេអ្នកនិយាយតែមើលវីដេអូទី1របស់ខ្ញុំតដើរលេងជប៉ុនដល់សែនរោករាបាទថ្ងៃហ្នឹងគឺថ្ងៃឡើងយន្តហោះអញ្ចឹងយើងត្រូវងើបពីព្រលឹមអញ្ចឹងណាដោយសារអីគេ fly ម៉ោង7មិន7ព្រឹកទេណាបងប្អូន7ល្ងាចខ្លះដូចខ្ញុំបងប្អូនដល់ថ្ងៃដើរលេងដេកអត់លួងដេកមិនចេញតែម្ដងងើបមកបណ្ដោយទៅរៀបអវ៉ាន់ដើម្បី check មើលថាតើយើងមានខ្វះអីអត់អញ្ចឹងណារៀបរបស់ខ្ញុំទៅជប៉ុននេះដែរខ្ញុំទៅជប៉ុនរហូតដល់ជិត10ថ្ងៃបងប្អូនមានរឿងយូរដែរអញ្ចឹងណាមានរឿងអីគេខ្លះដែលត្រូវបងប្អូនទាំងគ្នាគួរធ្វើឬមិនគួរធ្វើនៅពេលដែលទៅដល់ជប៉ុនហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាអាចមើលក្នុងវីដេអូហ្នឹងបានរឿងទី1ដែលបងប្អូនទាំងគ្នាត្រូវតែធ្វើដែលមិនអាចភ្លេចបានគឺ passport អត់ passport ទៅជប៉ុនអត់បានទេរឿងទី2របស់ខ្ញុំហ្នឹងគឺប្រេងខ្យល់បងប្អូនហិត24ម៉ោងបងប្អូនអើយខ្ញុំចង់ពុលយន្តហោះ10ម៉ោងបងប្អូនលេងសើចអីទៅជប៉ុនជិះយន្តហោះ10ម៉ោងអ្នកទាំងគ្នាលោរឿង transit មែនខ្ញុំអត់មានបានលោរឿង transit ទេបាទគឺ transit នេះគឺរត់តែបថោហ្មងរត់តែបថោបងប្អូនរត់អត់ទាន់រត់ឡើងយន្តហោះអត់ចង់ទាន់បងប្អូនខ្ញុំបងប្អូនអើយកោកាហង spray ហងជុំវិញទិសដោយសារអីខ្ញុំដាក់ម្ដង2កៅហ្មងខ្ញុំសុំគេបានអញ្ចឹងបងប្អូនហិតប្រេងខ្យល់ហិតហ្នឹងមិនហិតធ្វើសម្ដែងហិតមែនតើណាបងប្អូនខ្ញុំចង់សើមើលមុខខ្លួនឯងដូចតុក្កតាជប៉ុនបងប្អូនតុក្កតាគេឈប់លេងបងប្អូននេះគឺខ្ញុំសុំគេ2កៅបន្ថែមទៀតហ្មងគឺ spray មួយកោកាមួយផឹកឲ្យវារបៀបស្វាងតិចបងប្អូនចាស់យើងចង់ពលមួយយន្តហោះហ្នឹងតែមិនធ្វើបងប្អូនដើម្បីការដើរលេងរបស់យើងសបាយឈឺអីអញ្ចឹងហើយឃើញមុខខ្ញុំអត់សូវរីកកុំឆ្ងល់បងប្អូនមកដល់គឺព្រលឹមហ្មងមកដល់ម៉ោង5ម៉ោង6បងប្អូនយើងត្រូវចាំយន្តហោះមកផ្លែចំប្រច័នរះមកអូយបងប្អូនអើយប្រច័នរះមកស្អាតសាហាវហើយនៅនឹងអាកាសធាតុត្រជាក់បងប្អូន fly ពីពេញមក transit នៅខាងតៃវ៉ាន់ដល់នេះឃើញមុខខ្ញុំស្នាមគេទះបងប្អូននោះដេកអត់ចេះគិតភ្ញាក់ឡើងបងប្អូនអើយសុទ្ធតែតកកជុំវិញខ្លួនចុះពីលើយន្តហោះបងប្អូនអើយសប្បាយចិត្តណាស់បងប្អូនមិនដែលឃើញព្រិលលើកទី1បងប្អូនក្នុងឆាកជីវិតចឹងរៀងថតច្រើនតិចឯងអួតអ្នកទាំងអស់គ្នាមើលអួតចឹងឯងបើមិនដែលបានទៅឃើញហងអ្នកខ្លះមិនតបានឃើញព្រិលហងខ្ញុំទៅមិនឃើញលើកទី1ទេបងប្អូននេះដើរលេងទៅបារាំងក៏ដែលបានឃើញដែរទៅស្វីសក៏បានឃើញតែតកដែលគេធ្លាក់ហើយយើងមិនទាន់បានឃើញអាធ្លាក់នៅពិតនៅលើមុខយើងអីចឹងណាដូចអ្នកនេះឃើញចឹងកើតមកបច្ចេកធាតុបច្ចាហ្នឹងត្រូវតែរបៀបឲ្យស្គាល់រសជាតិការដើរលេងទៅជប៉ុនឬក៏ទៅស្វីសទៅអឺរ៉ុបទៅអីបងប្អូនវាធ្វើឲ្យយើង fresh មែនតើធ្វើឲ្យយើងមានអារម្មណ៍ថាយើងចង់ខំប្រឹងរកស៊ីធ្វើការដើម្បីទៅដើរលេងទៀតដោយសារអីវាស្អាតណាស់បងប្អូននៅជប៉ុននេះនិយាយមែនមកឲ្យចង់មកទៀតប៉ុន្តែគាត់ថាយើងរបៀបថាយើងថ្លៃដែរអីក៏ថ្លៃដែរបងប្អូនជប៉ុនខ្ញុំមកដើរលេងលើកនេះបងប្អូនខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តសប្បាយស៊ីសប្បាយផឹកអីអញ្ចឹងណាដោយសារអីនៅជប៉ុនវាត្រជាក់ហូបសិតតែគ្រឿងសមុទ្រវាត្រូវថេបរបស់យើងអញ្ចឹងណា